គ្រាន់តែបើកក្បាលវីដេអូភ្លាមគឺថាឆ្ងាញ់មាត់ទៀតហើយថ្ងៃនេះហោះខជើងមាន់បែបងាយប៉ុន្តែគឺមានរសជាតិឆ្ងាញ់ក្លិនឈ្ងុយខុសពីខ្ញុំខរាល់ដងថ្ងៃនេះគឺមកធ្វើមុខនេះហើយតានីថាដឹងតែជាប់ចិត្តហ្មងកូនខ្ញុំមកញ៉ាំបានមែនតែនមួយចានហ្នឹងគឺពួកគាត់3នាក់ញ៉ាំអស់លីងតែម្ដងបើនិយាយពីពោះសម្បល់រូបរាងគេវិញគឺថាតំណងអស់និយាយហើយថ្ងៃនេះគឺខ្ញុំមានតែជើងមាន់បន្តិចស្លឹកខ្ទឹមគល់លក្រីរំដេងអីបន្តិចមកបន្ទាប់មកគឺខ្ញុំបានដាក់ដាំទឹកចោលទៅហើយនឹងមកហាន់ស្លឹកខ្ទឹមទៅជាកង់រាងល្អិតហើយសម្រាប់ទឹកវិញនៅពេលដែលវាបានពុះល្អបែបហ្នឹងហើយគឺខ្ញុំបានបងគល់លក្រីហើយក៏ដូចជាលក្រូចសាយរំដេងដើម្បីដាក់ស្រោះជើងមាន់ខ្ញុំធ្វើបែបនេះដើម្បីជើងមាន់របស់យើងគឺបានជ្រះល្អបានស្អាតហើយអត់មានក្លិនឆ្អាបទេជើងមាន់ខ្ញុំថ្ងៃនេះទិញបានគឺថាធាត់ល្អមែនទែនមើលទៅគឺឡើងកម៉ាប់តែម្ដងអញ្ចឹងនៅពេលដែលយើងដាក់ស្រោះចោលគឺប្រហែលជាខ្ទង់10នាទីអីហ្នឹងហើយគឺវានឹងបានរៀងឆ្អិនមកល្មមហើយយើងបានបងអំបិលបន្តិចផងដែរដើម្បីវាលាងជម្រះកាន់តែស្អាតខ្ទឹមសគឺខ្ញុំប្រើ4កាពឹសយកវាមកដំហើយនឹងយើងចិញ្ច្រាំវាដើម្បីបានរាងល្អិតល្អបន្ទាប់ពីយើងរៀបចំគ្រឿងក្រៅរួចរាល់អស់ហើយគឺជើងមាន់ហ្នឹងគឺមកល្មមហើយប៉ុណ្ណឹងអញ្ចឹងគឺខ្ញុំបានស្រង់ជើងមាន់ទៅដាក់នៅក្នុងកញ្ច្រែងមួយដែលឡាយសិនទៅរួចមកចាប់ផ្ដើមរបៀបនៃការខតែម្ដងខ្ញុំបានប្រើស្ករត្នោតហ្នឹងគឺជិត1ស្លាបព្រាយើងយកមកដាក់រំលីងស្ករត្នោតហ្នឹងដើម្បីឲ្យវារាងឡើងក្រហមជើងក្រងឲ្យរាងក្រហមល្អចាំយើងដាក់គ្រឿងចូលធ្វើបែបនេះដើម្បីជើងមាន់របស់យើងគឺមានពណ៌ស្អាតនៅពេលដែលវាឡើងក្រហមល្អបែបហ្នឹងហើយគឺដាក់ខ្ទឹមសចូលមកដាក់កូរជាមួយដើម្បីមានក្លិនឈ្ងុយរួចចាក់ទឹកបន្តិចដើម្បីឲ្យកុំឲ្យវាខ្លោចខ្ទះចាបន្ទាប់មកទៀតខ្ញុំបានប្រើជាគ្រឿងសាតេបន្តិចផងដែរហើយសម្រាប់គ្រឿងសាតេនេះបើយើងអត់មានអត់ចង់ដាក់ក៏បានដែរប៉ុន្តែខ្ញុំដាក់អញ្ចឹងទៅវាមានរសជាតិឈ្ងុយប្លែកចាអញ្ចឹងបងប្អូនអាចធ្វើសាកតាមវិធីរបស់ខ្ញុំនឹងបានពេលដែលយើងកូរវាបានឈ្ងុយហើយនឹងបានឡើងពុះហើយគឺយើងយកជើងមាន់ដែលយើងបានស្រុះហើយបាញ់មិញគឺយើងយកមកដាក់ឆាត្រឡប់ជាមួយនឹងគ្រឿងផ្សំរបស់យើងឲ្យវាបានរាងចូលសព្វគ្នាមើលទៅកូរចុះកូរឡើងវាបានពណ៌ស្អាតបែបហ្នឹងហើយដាក់គ្រឿងផ្សំចូលដែលមានដូចជាទឹកត្រីហ្នឹង1ស្លាបព្រាបាយហើយនឹងម្សៅស៊ុបហ្នឹងគឺ1ចុងស្លាបព្រាបាយខ្ញុំប្រើគ្រឿងផ្សំតែប៉ុណ្្នឹងឯងដោយសារតែគ្រឿងសាតេរបស់យើងហ្នឹងគឺវារៀងមានជាតិនៅក្នុងហ្នឹងដែរបន្ទាប់មកគឺកូរច្បល់គ្រឿងជាមួយនឹងជើងមាន់ហ្នឹងឲ្យបានរាងសព្វគ្នាមកល្អទៀតរួចបន្ថែមជាមួយនឹងទឹកសាបយើងធម្មតាហ្នឹងគឺចំនួន1កូនចានដើម្បីយើងដាក់រំងាស់ជើងមាន់ហ្នឹងឲ្យវាកាន់តែបានឆ្អិនហើយនឹងវាបានផុយនឹងមានពណ៌ស្អាតផងដែរអញ្ចឹងនៅពេលដែលយើងរំងាស់វាហ្នឹងគឺយើងអាចកូរវាម្ដងពីរដងដែរទៅដើម្បីកុំឲ្យវាខ្លោចចានៅពេលនេះគឺជើងមាន់ចាប់ផ្ដើមឡើងពណ៌ស្អាតបដាហើយនិយាយពីក្លិនវិញគឺថាជះក្លិនឈ្ងុយសាហាវតែម្ដងចាអញ្ចឹងយើងអាចកូរវាបន្តិចទៀតមករួចយើងរងចាំដើម្បីទឹកហ្នឹងគឺវារៀងបានរីងបន្តិចទឹករីងប៉ុណ្ណឹងហើយគឺខ្ញុំបានកូរវាមកត្រឡប់ទៀតគឺឃើញថាបានឆ្អិនល្អហើយប៉ុណ្ណនេះគឺឃើញថាមានរសជាតិឆ្ងាញ់ហើយពណ៌គេគឺថាស្រស់ស្អាតតែម្ដងឃើញតែរបៀបធ្វើរឿងសាមញ្ញបែបហ្នឹងឯងប៉ុន្តែបើរសជាតិវិញគឺខ្ញុំធានាថាអេហ្មងហើយខ្ញុំស្រឡាញ់តែថាជើងមាន់នេះគឺធាត់មានសាច់ល្អមែនទែនហើយដួសដាក់ចានមកគ្រាន់តែខ្ញុំធ្វើហើយភ្លាមដួសដាក់ចានមកសន្ទុះគឺអស់រលីងពីចានចាហើយយើងអាចលម្អដោយការរោយល្ខ្ទឹមហើយនឹងម្ទេសបន្តិចផងចឹងទៅដើម្បីបង្កើននៅសម្រស់ជើងមាន់របស់យើងនឹងឲ្យកាន់តែមានភាពទាក់ទាញថែមទៀត